ឈ្មោះថៃនេះគឺដោយសារទុរេនរបស់ចំការនេះមានគុណភាពសាច់ល្អនិងមានរូបរាងស្អាតស្របទៅតាមស្តង់ដាររបស់ទីផ្សារនាំចេញតទៅនេះក្រុមការងារ Cambonomics លំអិតនៅរឿងនេះដូចតទៅលោកប៉ាល់អាតម្ចាស់ចំការទុរេនពូអាត99ដែលមានទីតាំងនៅស្រុកសិនដានខេត្តកំពង់ធំបានឲ្យដឹងថាទុរេនរបស់ចំការលោកត្រូវបានឈ្មួញថៃប្រមូលទិញទាំងអស់នៅឆ្នាំនេះចំពោះទុរេនដែលមានទម្ងន់ចាប់ពី1គីឡូកន្លះឡើងទៅនៅក្នុងតម្លៃ 12,000 រៀលក្នុង1គីឡូក្រាមដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសចិនបើតាមការវាយតម្លៃរបស់ម្ចាស់ចំការរូបនេះសម្រាប់ផ្ទៃដីដាំដុះទុរេនប្រមាណជាង4ហិកតារបស់ចំការលោកអាចផ្ដល់ទិន្នផលទុរេនក្នុងរង្វង់ប្រមាណ50តោនដោយទិន្នផលនេះគឺមានច្រើនជាងទិន្នផលដែលទទួលបានកាលពីឆ្នាំមុនបើតាមការបញ្ជាក់របស់លោកប៉ាល់អាតទុរេនរបស់ចំការលោកត្រូវបានឈ្មួញថៃមកប្រមូលទិញក្នុងរយៈពេល2ឆ្នាំជាប់គ្នាហើយដោយកាលពីឆ្នាំមុនពួកគេបានប្រមូលទិញពីគ្រប់ចំការទាំងអស់នៅក្នុងតំបន់របស់លោកគាត់នឹងឲ្យគាត់ទិញតំបានចការខ្ញុំមួយដែរតែខ្ញុំនោះបើសរុបទៅបានប្រហែលជាបាក់40 តោននេះដល់ពួកយើងអត់បានសរុបទូលេខបានលាត់ទៅបានគាត់ថាជាស្មានទូលេខស្មានអញ្ចឹងណាមិនតិចហ្នឹងតែយើងអាចពី4ហិកតាលើបន្តិចគាត់មកទិញក្នុងតម្លៃដូចជា 12,000 ហ្នឹងទៅហើយគាត់កាត់យកគាត់និយាយមួយយើងក៏កាត់ពី1គីឡូកន្លះឡើងអញ្ចឹងណាបាទហើយអត់ដល់ប្រហែលកតិទៅយើងទុកសម្រាប់លក់ជូនយើងទៅអានោះយើងស្មានទៅវាខុសត្រូវតិចតួចដល់ពេលកាត់ទៅអានឹងបានយើងដឹងចំនួនពិតប្រាកដណាពីឆ្នាំទិញឆ្នាំមុនហ្នឹងក៏ទិញតម្លៃប៉ុណ្ណឹងដែរបានតិចទេឆ្នាំហ្នឹងយើងកើនផលខ្ញុំមិនច្បាស់ទេចំណុចហ្នឹងប៉ុន្តែគាត់ថាគេមកកាត់របស់យើងទៅហើយឃើញថៃហ្នឹងគេទៅសារយើងថាប្រេនយើងហ្នឹងល្អហើយគុណភាពហ្នឹងក៏វាគាត់បានអញ្ចឹងណាហើយដល់ពេលធ្វើការយើងធ្វើផលិតផលរបស់អង្គក្រីនហ្នឹងគឺយើងធ្វើតាមស្តង់ដាររបស់គេអញ្ចឹងនិយាយទៅគេកំណត់អាយុប្រេនរបស់យើងដូចថាប្រេនយើងចាប់ពី115ថ្ងៃឡើងគេចាប់ដើមកាប់2ឆ្នាំទៅព្រោះគេទៅគេថាគេនាំទៅចិន2ឆ្នាំទៅហ្នឹងជាមួយគ្នានេះលោកធឿនប៊ុនហុងអ្នកបច្ចេកទេសផលិតកម្មដំណាំទុរេននៃក្រុមហ៊ុនអង្គរក្រៀនបានគូសបញ្ជាក់ថាដោយសារតែផ្លែទុរេនរបស់ចំការខាងលើនេះមានគុណភាពសាច់ល្អនិងរូបរាងមូលស្អាតទើបជំរុញឲ្យឈ្មួញថៃសម្រេចម៉ៅយកទាំងអស់បើតាមអ្នកជំនាញរូបនេះបច្ចុប្បន្នឈ្មួញថៃក៏មានចំណាប់អារម្មណ៍បញ្ជាទិញទុរេនរបស់កម្ពុជាពីខេត្តដទៃផ្សេងទៀតដោយសារតែទុរេនរបស់កម្ពុជាមានគុណភាពនិងសុវត្ថិភាពល្អតាមស្តង់ដាររបស់ទីផ្សារនាំចេញតាមរយៈការប្រមូលទិញទុរេនកម្ពុជាពីសំណាក់ឈ្មួញថៃនេះវាមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលដល់ប្រជាកសិករដាំដុះទុរេននិងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេថែមទាំងជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរផងដែរតាមរយៈការចុះមកមើលគុណភាពផ្លែទុរេននៅចំការដោយផ្ទាល់ពីសំណាក់ក្រុមឈ្មួញទាំងនោះពួកឈ្មួញថៃដែលទិញចំការទុរេននៅកំពង់ធំនេះឈ្មួញថៃគាត់បានទិញ2ឆ្នាំទាំងឆ្នាំនេះហើយគាត់យល់ឃើញថាទុរេនរបស់កម្ពុជាយើងទី1ដែលចំការនៅកំពង់ធំដែលបានលក់ឲ្យគាត់ហ្នឹងទី1គឺភាពមូលស្អាតហើយគុណភាពសាច់ល្អហើយជាពិសេសគឺភាពបៃតងនៃផ្លែនិយាយបានថាគឺគុណភាពទាំងមូលតែម្ដងគឺសម្រាប់ថៃគឺពេញចិត្តតែម្ដងអញ្ចឹងណាមួយវិញទៀតឈ្មួញថៃក៏ចាប់ផ្ដើមមានចំណាប់អារម្មណ៍ខ្លាំងទាក់ទងនឹងគុណភាពសាច់គុណភាពផ្លែទុរេនរបស់កម្ពុជាយើងអ្វីដែលគាត់ជួយយើងបានទី1បង្កើនជីវភាពរបស់ប្រជាជនខ្មែរយើងដែលប្រកបមុខរបរដាំដំណាំទុរេនទី2បង្កើនសេដ្ឋកិច្ចជាតិរបស់យើងហើយទី3គឺគាត់ដឹកនាំក្រុមអ្នកងារដែលជាអាជីវករដែលទិញដំណាំទុរេនមកប្រទេសកម្ពុជាយើងបានកាន់តែច្រើនហើយវាចំណេញដល់វិស័យទេសចរយើងផងដែរអញ្ចឹងណាហើយជាពិសេសគាត់មានក្រុមរបស់គាត់ច្រើនដែលអាចទស្សនាចំការរបស់ខ្មែរយើងមិនថាតែត្រឹមតែកំពង់ធំទេគឺមានអាចដូចជាបងឃ្មុំកំពង់ចាមកោះកុងមណ្ឌលគិរីរតនគិរីជាដើមអញ្ចឹងណាហើយជាពិសេសជួយជីវភាពរបស់អ្នកដែលដាំដុះដំណាំទុរេនផ្ទាល់ខ្លួនហ្នឹងខ្លួនឯងផ្ទាល់ហ្នឹងគឺឲ្យមានភាពរីកចម្រើនហើយបង្កើនសេដ្ឋកិច្ចចំណូលជាប្រចាំឆ្នាំរបស់គាត់ថែមទៀតអញ្ចឹងណាបើតាមម្ចាស់ចំការទុរេនខាងលើការប្រមូលទិញទុរេនរបស់ឈ្មួញថៃនេះគឺមិនមានការចោះមកត្រួតពិនិត្យទៅលើសារធាតុគីមីនោះទេដោយពួកគេមើលតែទៅលើគុណភាពផ្លែទុរេនប៉ុណ្ណោះតែយ៉ាងណាលោកបានអះអាងថាការប្រើប្រាស់ជីថ្នាំនៅក្នុងចំការរបស់លោក
គឺស្របតាមស្តង់ដារបច្ចេកទេសដែលក្រុមហ៊ុនបានណែនាំ។